កណាមើលមិនឃើញកណាមើលឃើញខុសគេលោកចាស់គេថាសម័យបច្ចុប្បន្ននេះមនុស្សអសិលធម៌ច្រើនដោយសារតែបច្ចេកវិទ្យាកណាមើលមិនឃើញអញ្ចឹងគេថាមនុស្សនៅតែមនុស្សដដែលហ្នឹងប៉ុន្តែវាអាស្រ័យអំពីការប្រើប្រាស់លោកចាស់មានទូរស័ព្ទគ្រប់ព្រះអង្គណាដែលចាស់ប្រើទូរស័ព្ទឲ្យអស់កម្មវិធី 100% នេះអង្គណាចេះបកគោណាខ្លះមានទូរស័ព្ទស្អាតចេះតែទេចេញហើយទេចូលទេនេះដាក់ប្រមាណអង្គណាចេះទាំងអស់នេះយើងអត់ចេះប្រើទេនេះឯងជាវិបត្តិរបស់ពួកយើងដែលយើងមានឡានហើយយើងមិនចេះបើកហើយយើងនៅចេះតែបើកទី1ទី2ទូរស័ព្ទណាអង្គខ្លះកណាទូលប្រកេនកុំគិតថាកណានិយាយនេះប្រអាប់អីនោះទេណាយើងអង្គខ្លះអត់តាន់ចេះប្រើទូរស័ព្ទផងណាពេលណាដែលគួរនិយាយពេលណាដែលមិនគួរនិយាយអញ្ចឹងបច្ចេកវិទ្យានេះវាធំបកូនណាធំណាស់ហើយបើសិនជាប្រដេកប្រគុណមិនប្រយ័ត្នទេគឺវាមានវិបត្តិហើយខេត្តបាត់ដំបងនេះណាបកូនណាជាខេត្តដែលនៅសេសសល់អារាមវប្បធម៌ប្រពៃណីច្រើនជាជាងខេត្តណាទាំងអស់នៅក្រោយពេលដែលខ្មែរក្រហមដួលរលំទៅអញ្ចឹងសំណង់បុរាណអ្វីគ្រប់យ៉ាងដែលនៅតាមខេត្តពីបុរាណហ្នឹងគឺនៅច្រើនណាស់ព្រោះហេតុដូច្នោះហើយឲ្យតែពេលមានប្រជុំតាក់ទងនឹងអ្វីដែលជាប្រពៃណីសម្ដេចធំតែងតែលើកខេត្តបាត់ដំបងហើយសរសើរលោកគ្រូចាតកាសើព្រះមន្ត្រីសង្ឃខេត្តថាព្រះអង្គព្យាយាមកសាងថែរក្សាអភិរក្សសំណង់អីទាំងអស់នឹងច្រើនណាស់អញ្ចឹងបកូនណាពូជអ្នកបាត់ដំបងយើងនេះថាអញ្ចឹងចុះឲ្យវាអាក្រក់ស្ដាប់តិចវាខ្ពស់ដែរណាមានឈ្មោះបោះសម្លេងទៅក្រៅច្រើនដែរណាជាអ្នកស្លូតជាអ្នកចេះដឹងហើយក៏ជាដែនដីមួយដែលសម្បូរទៅដោយវប្បធម៌ដែលសម្បូរទៅដោយធម្មជាតិហើយអាណត្តិនេះទៀតឯកឧត្តមបាខេតអ្នកស្រុកបាត់ដំបងទៀតណាអញ្ចឹងល្មមធ្វើបាត់ដំបងនោះខ្លាយមិនថាខ្លាយទៅជាគំរូគេទេគ្រាន់ថារក្សាតំណែងរក្សាគេឈ្មោះយើងដែលពីអើយណាមកឲ្យនៅទៅប៉ុណ្ណឹងបានជាគំរូកណាំចាស់ប៉ុន្តែបកូនណាថាព្រះអង្គចឹងវាពួកយើងនឹងសិតតែមនុស្សអាក្រក់មែនទេចង់និយាយថាពីដើមហ្នឹងវាមិនសូវមានរឿងតែឥឡូវហ្នឹងវាងាកសម្ដេចទេយប់ឡើងចង្កាធ្លាក់មក10 2 10ដាច់ទេមកកណាគ្រាន់តែលេងឃើញលេខសម្ដេចធំគាត់ថាបាត់ដំបងទៀតហើយអញនឹងទៅបាត់ដំបងមែនណាមហារាជវង្សមើលផងមិនហើយណាអញ្ចឹងបកូនណាម្ចាស់ជួយប្រាប់ជួយបង្រៀនអប់រំភិក្ខុសាមណេរឲ្យលុះនៅក្នុងធម៌ឲ្យលុះនៅក្នុងធម៌ឲ្យលុះនៅក្នុងព្រះវិន័យបដិបត្តិណាបដិបត្តិបើភិក្ខុសាមណេរអង្គណាដែលមិនប្រកបដោយធម៌ប្រកបដោយវិន័យលោកគ្រូចារិកាហៅមកគុណណាហៅមកព្រានបដៅបកូនណាអើយយ៉ាងម៉េចហើយប្រាប់ម្ដងស្ដាប់ប្រាប់2ដងស្ដាប់ប្រាប់3ដងស្ដាប់ដាក់ទៅអាចុងក្រោយនោះកុំទុកវាអត់មានពេលទេលោក9,000 អង្គគ្មាននៅអញ្ញាអញុំ1 2ហ្នឹងទេនិយាយចឹងថាគូសាហាវមិនអត់ទេសម័យព្រះតែអ្នកឯងបួសមិនបានអ្នកឯងចាក់ចេញពីធម៌វិន័យរបស់តថាគតមិនបានសន្យាឲ្យអ្វីអ្នកឯងនៅក្នុងសាសនានេះទេបើអ្នកឯងមកមិនបដិបត្តិធម៌នោះឬវាអញ្ចឹងកណាឥឡូវនេះមករយៈចុងក្រោយនេះកណាទូលប្រកេនព្រះគ្រូចាតិកាឥឡូវនេះរឿងស្អីមិនតិចទៅដល់ពេញហើយឲ្យទៅដល់ពេញដឹងតែមកដល់វត្តណាឡោមអញ្ចឹងព្រះគ្រូចាតិកាហៅភិក្ខុសាមណេរមកបដៅឲ្យស្រួលទូលប្រកេនបើមិនស្ដាប់ទេតោះយើងបែកគ្នាតោះហ្នឹងហើយបែកគ្នាតោះប៉ុណ្ណឹងកណាំចាស់អញ្ចឹងកុំឲ្យរឿងទូចមួយ
ចៅរកាក៏លោកអត់ដឹងព្រះអនុគុណក៏លោកអត់ដឹងព្រះមេគុណក៏អត់ដឹងវត្តផ្លោងនោះធ្លាញពេញនោះណាពេញកណានោះចុះពីលើនឹងមកទៀតអត់ទេប្រគុណណាអត់ទេការដោះស្រាយធម៌វិន័យមិនមែនជាការដាក់បន្ទុកហើយសម័យបច្ចុប្បន្ននេះវាអភ័ព្វដែរសារៈបព្វជិតតែមិនស្រួលគេថាប្រឆាំងនឹងណែសិទ្ធិមនុស្សសិទ្ធិមនុស្សឯណាមានតម្លៃខ្ពស់ជាងធម៌ពុទ្ធនោះព្រោះព្រះអង្គនិយាយអស់ហ្នឹងព្រះសំបីតែឲ្យពួកយើងដកស្មៅហ្នឹងលោកមិនឲ្យដកផងភិក្ខុនោះត្រូវបាត់តើស្ដោះទឹកដាក់អត់ដោះស្ដោះទឹកមាត់ដាក់ទឹកអីស្អាតត្រូវបាត់តើណាស្រអប់រំឲ្យតម្លៃមនុស្សសត្វមានជីវិតតាំងពីចុងសក់ដល់ចុងជើងតែនិយាយមិនស្រួលគឺថាអាហ្នឹងសិទ្ធិមនុស្សកណាមិនប្រឆាំងសិទ្ធិមនុស្សអីទេប្រកាសថាតាមការសិក្សាកណាថាព្រះអង្គនឹងបានសម្ដែងពីរឿងសិទ្ធិមនុស្សហើយសិទ្ធិមនុស្សវាល្អប៉ុន្តែយើងមានសិទ្ធិមានប្រពន្ធដែរមានសិទ្ធិស៊ីបាយងាយដែរមានសិទ្ធិច្រៀងដែរវាមានទេអញ្ចឹងទៅប្រឆាំងឲ្យទៅទៀមទាឲ្យវាមានសិទ្ធិអញ្ចឹងអ្ហ្មិចចាំមកកណាប្រាប់មន្ត្រីមួយចំនួនថា when you are talking about the human rights you have to be mindful on what we are practicing it's not about only you about me too គេថានៅពេលដែលអ្នកឯងនិយាយអំពីសិទ្ធិរបស់មនុស្សលោកអ្នកឯងមិននិយាយតែម្នាក់ឯងទេព្រោះខ្ញុំជាអ្នកបួសហើយកន្លែងខ្លះយើងពិបាកដែរថាអ្នកបួសហ្មងអ្នកបួសខ្ញុំដូចហេតុផលចឹងខ្ញុំអាចមានសិទ្ធិទៅរៀបអាពាហ៍ពិពាហ៍ទេអញ្ចឹងអារឿងសិទ្ធិអីទាំងអស់ហ្នឹងមកចំណែកលោកម្ចាស់យើងអត់អាចទេក្រៅតែពីយុទ្ធធម៌និងវិន័យនេះជាគោលកណាជាគោលទី1ទី2ប្រគុណណាម្ចាស់រឿងអ្នកបួសហ្នឹងណាដូចព្រះមេគុណឥឡូវកណានិយាយក្នុងក្របខ័ណ្ឌខេត្តយើងលោកមេគុណចាស់ហើយលោកមេគុណជួនចិត្តកៅហើយ86 87អង្គុយបានតែ5នាទីទាទៅវត្តហើយបណិតខូចមកចំហៀងលេងចង់ដឹងរឿងអីលោកហត់នៅលោកមកជីវិតទៅលោកដូចនេះណាចាំសួរដេគុណចាស់បច្ចុប្បន្ន86មើលអញ្ចឹងទាឆាន់តែកខ្វេណាលោកប្រឡាត់85ហើយប្រឹកអង្គុយទេមុនម៉ោងនេះឥឡូវនៅសល់តែពួកយើងដែលជាប្រធេរៈចាស់នេះបើសិនចំនួននេះណាផ្នត់បដិបត្តិនៅខេត្តបាត់ដំបងយើងបណ្ដោយឲ្យទៅយ៉ាងម៉េច20ឆ្នាំ30ឆ្នាំ40ឆ្នាំទៀតវានឹងទៅអញ្ចឹងភិក្ខុសាមណេរលេងគោរពចាស់ទុំណាកណាភ្ញាក់ថ្ងៃមួយកណាទៅស្រុកកំណើតកូនលោកមួយគេគ្នាគេ3 4 5អង្គនៅវត្តកណានោះមួយអង្គមួយសួរលោកបងជាណាគេលោកនោះអាយុហើយជា11 17ឆ្នាំចេះសួរកណាទាំងកណាឈ្មោះយន់សញ្ជាតិបានលោកមួយអង្គមួយទៀតគេបញ្ជួនវាចេះដូច20កំដឹង9 10ហ្នឹងគេថានេះដៃស្ដាំទេវងថ្ងៃនោះទឹះបននៅផ្ទះបន្តិចកំបី5 10កញ្ញក្រាលក្បាលហ្នឹងណាឃើញទេទេបកូនណាប្រធេរៈពួកយើងណាដែលទៅហ៊ានប្រធេរៈធំឲ្យទៅឃើញហ្នឹងកិច្ចគាត់ទៅថ្វាយគុំឲ្យកិច្ចខ្លាចលោកសួរនេះអត់ទេអង្គុយលើរឹងយកជើលនេះចោលវិសទាំងក្បាលឯងទៀតណាដៃស្ដាំទេវងអានេះណាតែយ៉ាមែនទេនេះរឿងមិនរឿងធម្មតាទេកណាម្ចាស់ហើយកណាមើលអាយុលោកនោះកណាបង្កើតបានកណារឿងនេះកំ pl ែងតែមិនធ្លាប់កើតមានសម័យពួកយើងនៅបួសពីដើមទេណាប្រគុណណាបង្រៀនអភិសមាចារឡើងវិញណាតែមិនស្រួលចន់ដេគុណលោអត់បានទេរឿងនេះជារឿងទួចតែវាឥទ្ធិពលសាព្រោះកាន់តែធំហើយឥឡូវប្រគុណណាម្ចាស់ពីដើមយើងគ្រប់គ្រងវត្តឲ្យតែបិទទ្វារចប់ហើយលោកមិនចេញទៅណាទេឥឡូវអត់ទេប្រព័ន្ធបច្ចេកវិទ្យាទេជួបមុខក៏បានបើថាមិនចង់ឲ្យឃើញមុខឃើញស្អីក៏បានដែរនេះ
គុណធំចឹងមកកណាចេះតែប្រកេនណាកុំទៅថតស្អីលេងផ្ដេសផ្ដាស់ណាហ្នឹងបានទេណាតែបាត់ទូរស័ព្ទចេះចឹងទៅអីផតគុណមិនខ្មៅមែននេះបកាយពលនេះមិនក៏ខុសចឹងបានទេណាអានេះឥឡូវប្រគុណណាតុបអត់បានទេដកទូសង្គមវាដើរដល់ដំណាក់កាលនេះហើយអញ្ចឹងមានតែមួយទេយោបល់ខ្ញុំកណាត្បិតតែអ្នកបួសកណាមិនមើលឃើញថាការសាងភ្នោះសម័យឥឡូវវាយ៉ាងម៉េចប៉ុន្តែភិក្ខុសាមណេររបស់យើងនៅតែមានសទ្ធាចូលស្ដាប់នៅធម្មវិន័យបានប្រសិនបើលោកគ្រូចតកាព្រះមន្ត្រីសង្ឃយកចិត្តទុកដាក់បង្រៀនវត្តបដិបត្តិជាច្រើនដែលយើងចូលទៅខ្ញុំកណាឃើញវត្តច្រើនណាស់ដែលកណាចូលទៅឃើញអាកប្បកិរិយាការគោរពការស្វាការទទួលរាក់ទាក់របស់ប្រធេរៈមកពីក្រៅវត្តហ្នឹងល្អណាស់វត្តល្អកណាម្ចាស់វត្តច្រើនដូចជាវត្តអណ្ដើកវត្តអីឃើញប្រធេរៈចៅតកាមកទេអណ្ដើកមកណាមានអណ្ដើកមានអីច្រើនទៀតមានគ្រប់តវត្តហ្នឹងល្អអញ្ចឹងទូប្រកេនបញ្ជាក់ថាបកណាជាម្ចាស់គិតកន្លែងទៅនឹងជួយបើប្រឡែងទៅអស់ហើយម្ចាស់អស់ហើយតំណែងអីគេឈ្មោះរបស់អ្នកស្រុកលិចបាត់ដំបងនេះនឹងសាបរលាបទៅចំនួនពួកយើងនេះហើយ